កណាសូមលើកយកធម្មគុណអេហិបស្សករមកបញ្យល់ដែលអត្ថន័យខ្លឹមសារនេះស្រង់ចេញពីគម្ពីរវិសុទ្ធមគ្គហើយនឹងសន្តិនុក្រមផ្សេងតើពាក្យថាអេហិបស្សករនេះមានន័យដូចម្ដេចធម្មគុណហ្នឹងគឺសំដៅគុណឬក៏ប្រយោជន៍នៃព្រះធម៌ធម្មគុណនៅទីនេះគឺសំដៅមគ្គ4ផល4និព្វាន1បើបុគ្គលណាមួយបានពលត្រូវហើយបុគ្គលនោះតែងបាននៅសេចក្តីសុខស្ងប់ពាក្យថាអេហិបស្សករមកពីពាក្យថាអេហិបុកបស្សៈបុកនឹងកោពាក្យថាអេហិប្រែថាចូលមកពាក្យថាបស្សៈប្រែថាចូលឃើញចូលមើលហើយពាក្យថាកោប្រែថាអ្នកណាអ្នកប្រែថាណាប្រែថាអ្វីអេហិបស្សករតាមន័យទី1ប្រែថាជាធัวគួរដល់អេហិបស្សវិធីគឺថាកាលបើព្រះអរិយបុគ្គលដែលបានសម្រេចមគ្គផលហើយក៏គួរនឹងហៅបុគ្គលដទៃឲ្យចូលមកមើលបានតាមន័យទី2អេហិបស្សករប្រែថាអ្នកចូលមកអ្នកចូលមើលនៅធัวនោះគឺចូលមកមើលលោកុត្តរធម៌9ប្រការគឺមគ្គ4ផល4និព្វាន1ចាសសួរថាហេតុអ្វីបានជាព្រះអរិយបុគ្គលហៅអ្នកដទៃមកមើលចម្លើយឆ្លើយថាក៏ព្រោះតែលោកុត្តរធម៌នេះជាធម៌ជាសភាវៈមានមែនផងនិងជាសភាវៈដ៏បរិសុទ្ធផងពាក្យថាបរិសុទ្ធនោះគឺមិនមានទោសមិនមានកលេសអញ្ចឹងកណាសូមបញ្យល់បន្ថែមអំពីពាក្យថាមគ្គ4ផល4និព្វាន1ហ្នឹងគឺមានន័យយ៉ាងម៉េចមគ្គ4មគ្គសំដៅដល់បញ្ញាកម្រិតកាត់ផ្ដាច់កិលេសហៅថាមគ្គកាត់ដាច់កិលេសបញ្ញាจะធ្លុះឃើញពិតថានាមរូបកើតរលត់យ៉ាងពិតប្រាកដឃើញថានាមរូបមិនមានការតាំងនៅដដែលហើយក៏ឃើញថានាមរូបនឹងគឺទទីលហលហើមិនមានព្រោះតែការរលត់ជាឧទាហរណ៍ទី1កុមារតាយាយរបស់យើងគ្រប់គ្នាមួយចំនួនបានស្លាប់បាត់ទៅហើយតើបច្ចុប្បន្ននេះតើកុមារតាយាយយើងនេះនៅមានទេគឺមិនមានទេគឺលហលហេវទៅទេមិនមានយ៉ាងណាមិញរូបយើងថ្ងៃនេះមិនមែនជារូបកាលពីម្សិលមិញទេរូបម្សិលមិញបានរលត់បាត់ទៅហើយគឺលហលហេវទៅទេមិនមានរូបយើងមួយវិនាទីមុននិងរូបយើងមួយវិនាទីក្រោយនេះមិនមែនជារូបតែមួយទេរូបមួយវិនាទីមុនបានរលត់បាត់ទៅហើយរូបដែលរលត់មិនមានដំណរនិងរូបដែលរលត់មានដំណរមិនខុសគ្នាទេខណៈរលត់គឺដូចគ្នាគឺថាសូន្យទៅទេលហលហើមិនមានខណៈរលត់ជាឧទាហរណ៍ទី2ពេលផែនដីស្លាប់អ្វីទាំងឡាយដែលនៅលើផែនដីក៏ស្លាប់ដែរគឺថាលហលហើទៅទេជាលំហអាកាសសភាពចិត្តដែលឃើញយ៉ាងច្បាស់ថាគឺឃើញយ៉ាងច្បាស់តាមឧទាហរណ៍ទី1និងឧទាហរណ៍ទី2គឺឃើញថារូបដែលមិនមានវិញ្ញាណអាស្រ័យនៅនិងរូបដែលមានវិញ្ញាណអាស្រ័យនៅយើងហៅថានាមរូបនោះកើតរលត់នេះការឃើញយ៉ាងច្បាស់ថាកើតរលត់នេះគឺទទេលហលហេវមិនមានការឃើញយ៉ាងនេះដល់កម្រិតកាត់ផ្ដាច់កិលេសបានគឺកាត់ដាច់កិលេសឈ្មោះថាសក្កាយទិដ្ឋិវិជ្ជកិច្ឆាក៏ហៅថាមគ្គ1គឺសតាបត្តមគ្គ
ការឃើញយ៉ាងនេះដល់កម្រិតខ្លាំងជាងមាគមួយហៅថាមាគពីរគឺសកតេគាមិមាគការឃើញយ៉ាងនេះដល់កម្រិតខ្លាំងជាងមាគពីរវាកាត់ផ្ដាច់កិលេសបន្ថែមទៀតឈ្មោះថាកាមរាគៈបរិខៈហៅថាមាគ3គឺអនាគាមិមាគការឃើញយ៉ាងនេះដល់កម្រិតខ្លាំងបំផុតវាកាត់ផ្ដាច់កិលេសបន្ថែមទៀតឈ្មោះថារូបរាគៈអរូបរាគៈមាគណោឧទចៈអវិជ្ជាហៅថាមាគ4គឺអរហត្តមាគពាក្យថាកាត់ផ្ដាច់កិលេសមានន័យថាកិលេសឈប់កើតមានក្នុងសន្តានចិត្តចំណែកឯពាក្យថាផល4ផលសំដៅដល់សេចក្តីសុខស្ងប់ទៅតាមកម្រិតមាគព្រោះរលត់កិលេសដែលមាគកាត់ផ្ដាច់បានហើយឯនិព្វានសំដៅដល់មិនមានកិលេសកើតឡើងទៅតាមកម្រិតមាគទាំង4អញ្ចឹងកណាសូមបញ្ចប់ប៉ុណ្ណេះ